បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងបន្តពីភាគមុនទៀតភាគមុនយើងចប់មេរៀនទី5ហើយឥឡូវយើងចូលមេរៀនថ្មីណាអូខេអញ្ចឹងមេរៀនទី6ដែលយើងនិយាយអំពីលេខហើយជាមួយនឹងអក្សរលម្អិតជាងមុនអូខេបាទអញ្ចឹងតើតើមួយលេខនេះគឺយើងរៀនពីប្រព័ន្ធគោល2គោល8គោល16ប៉ុន្តែខ្ញុំប្រៀនហ្នឹងយើងរៀនហ្នឹងគឺមិនមែនរៀនរបៀបកណនីឬក៏អីណាយើងរៀនពី method របស់ Python ដែលវាមាន method ដើម្បីបំលែងលេខប្រព័ន្ធគោល2ទៅគោល8ឬក៏ទៅប្រព័ន្ធគោលផ្សេងគ្នាហ្នឹងណាបាទអូខេហើយមួយទៀតគឺយើងនឹងរៀនអំពីការ format លេខឧទាហរណ៍យើងចង់បានប៉ុន្មានខ្ទង់ក្រួយក្បៀសហើយយើងរៀនពី method មួយចំនួនរបស់ string អញ្ចឹងយើងចប់មេរៀនហ្នឹងបានយើងចាប់ផ្ដើមចូលដល់ control structure តែយើងរៀនពី if else ណាបាទអញ្ចឹងមុននឹងចូល if else យើងនិយាយគ្នារឿងលេខហើយនឹងអក្សរបន្តិចទៀតសិនបាទហ្នឹងហើយអូខេឥឡូវយើងកុំឲ្យខាតពេកយើងចូលមើលគោលបំណងមេរៀននេះអញ្ចឹងគោលបំណងនៃមេរៀននេះគឺយើងមានច្រើនចំណុចគួរសមអូខេបាទអញ្ចឹងទី1គឺយើងនិយាយពីប្រព័ន្ធគោល2គោល8មួយគោល16គោល10មួយទៀតតែគាត់ថាគោល10ហ្នឹងយើងប្រើទូទៅឯមែនទេបាទអញ្ចឹងបើអ្នកនរគ្នាអត់ទាន់ស្គាល់លេខប្រព័ន្ធគោល2មិនទេគោល8មិនទេចាំមើលដល់ចំណុចហ្នឹងយើងនិយាយគ្នាតិចទៅបាទមួយទៀតយើងរៀនតាក់ទងជាមួយនឹងការកំណត់ខ្ទង់ក្រោយគ្មានចឹងទៅពេលដែលយើងបង្ហាញលេខហ្នឹងនៅក្នុង print ហើយយើងចង់បាន3ខ្ទង់ឬក៏2ខ្ទង់នៅក្រោយក្បៀសតែយើងត្រូវធ្វើម៉េចអូខេបាទហើយចំណុចមួយទៀតយើងនិយាយអំពីការធ្វើ padding padding នេះយើងចង់បង្ហាញទិន្នន័យទៅលើ print ហ្នឹងហើយយើងចង់កំណត់ឧទាហរណ៍ថានិយាយរួមវាកំណត់ character ខ្ញុំមិននិយាយដែរប៉ុន្តែចាំមើលដល់ហ្នឹងយើងនឹងធ្វើបងប្អូនគ្នាអូខេបាទអញ្ចឹងនៅក្នុងនេះគឺយើងនឹងរៀនធ្វើតារាងហើយនៅក្នុង padding ហ្នឹងបើអ្នកនរគ្នារៀន C++ ហើយណាpadding ដែលខ្ញុំប្រៀនឡើងហ្នឹងវាដូចគ្នាជាមួយនឹង set W ដែរ set W ឬក៏ set width ណា set W នៅក្នុង C++ អញ្ចឹងចាំមើលទៅដល់ហ្នឹងគឺខ្ញុំនឹងបញ្យល់លម្អិតអូខេបាទមួយទៀតយើងរៀនអំពីការបំលែងទម្រង់អក្សរឧទាហរណ៍យើងចង់បំលែងអក្សរតូចទៅអក្សរធំទាំងអស់ឬក៏បំលែងទៅអក្សរតូចទាំងអស់បាទឬក៏បំលែងទៅទម្រង់ផ្សេងទៀតអូខេបាទចំណុចមួយទៀតគឺយើងរៀនអំពីការលុបសញ្ញា space ចេញពីអក្សរឧទាហរណ៍ថា user គាត់បញ្ចូលអក្សរទៅគាត់ជ្រុលដៃ space តនេះរហូតខាងក្រោយអក្សរហ្នឹងណាអញ្ចឹងយើងចង់ remove វាចេញទៅមិនអូខេបាទហើយចំណុចមួយទៀតយើងរៀនអំពីការផ្លាស់ប្ដូរអក្សរនិងអក្សរឡើងនេះយើងអាចនិយាយថា replace ទៅស្រួលមកថាយើងមានពាក្យមួយ hello world យើងចង់ replace ពាក្យឬក៏បដូរពាក្យ world ទៅជា friend ហ្នឹងហើយចេញ hello friend វិញចឹងទៅចាហ្នឹងគេហៅ replace អក្សរនិងអក្សរអូខេហើយមួយទៀតយើងរៀនអំពីការចាប់យកអក្សរចេញពីអក្សរអាហ្នឹងគឺយើងរៀនមើលតាក់ទងមួយនឹង index ហើយការធ្វើ index slicing ណាបាទជាមួយនឹង string អូខេអញ្ចឹងចង់ដឹងចំណុចទាំងអស់ហ្នឹងវាប្រើប្រាស់ម៉េចអូខេអញ្ចឹងយើងនឹងចាប់ផ្ដើមចូលចំណុចទី1យើងនិយាយអំពីប្រព័ន្ធគោល2គោល8អូខេអញ្ចឹងប្រព័ន្ធគោល2គោល8គោល16នេះខ្ញុំចាត់ទុកថាអ្នកនរគ្នាធ្លាប់បានរៀនវាហើយណានៅក្នុងសកលប៉ុន្តែបើសិនអ្នកនរគ្នាអត់ធ្លាប់បានរៀនទេឥឡូវខ្ញុំនិយាយត្រួសចាស់ប៉ុន្តែមិនបាច់បារម្ភទេមេរៀនហ្នឹងគឺបើតាមយើងធ្វើប្រព័ន្ធជាក់ស្ដែងណាយើងក៏កម្រប្រើវាដែរខ្ញុំអាចនិយាយអញ្ចឹងណាព្រោះយើងក៏កម្រប្រើដែរប៉ុន្តែគាត់ថាពេលខ្លះវាអាចមានឧទាហរណ៍ hex នេះអញ្ចឹងទៅបាទប្រព័ន្ធគោល16ជួនកាលគេអាចប្រើ store តម្លៃ memory address អញ្ចឹងណាហើយពេលខ្លះគេប្រើមួយលេខពណ៌ color អញ្ចឹងប្រព័ន្ធគោល16នេះគេប្រើអញ្ចឹងប៉ុន្តែគាត់ថាវាអត់សូវប្រើច្រើនទេប៉ុន្តែយើងក៏គួរតែយល់អំពីវាដែរអញ្ចឹងណាក្នុងនាមយើងជា IT និង developer អូខេបាទតោះឥឡូវខ្ញុំសង្ខេបត្រួសទៅបើអ្នកនរគ្នាអត់ធ្លាប់ស្គាល់ប្រព័ន្ធគោល2គោល8មិនអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាប្រព័ន្ធគោល2ប្រព័ន្ធគោល2ហ្នឹងគឺវាមាន2លេខគឺលេខ0ហើយជាមួយនឹងលេខ1វាអត់មានលេខ2ទេអ្នកនរគ្នាឡើងទៅដល់លេខ2ក៏អត់កើតដែរព្រោះសារប្រព័ន្ធហ្នឹងវាប្រើតែ2លេខហ្នឹងណាបាទប្រព័ន្ធគោល8គឺយើងប្រើពីលេខ0បាទ1 2 3រហូតទៅដល់លេខបាទទៅដល់លេខ7អញ្ចឹងនេះគឺ8លេខពី0ដល់7អញ្ចឹងណាហើយប្រព័ន្ធគោល10នេះគឺប្រព័ន្ធដែលយើងគឺជាលេខដែលយើងប្រើសប្តាហ៍ថ្ងៃក្នុងគណិតឬក៏អីក៏ដោយគឺប្រើប្រព័ន្ធគោល10អញ្ចឹងវាមានពីលេខ0ដល់លេខ
តលេខ9យើងមើលលេខដែលយើងប្រើរាល់ថ្ងៃទៅគឺមានពី0ដល់9អត់អាចមានលេខផ្សេងចឹងទេហ្នឹងហើយចំពោះប្រព័ន្ធកូដ16វិញវាមានលេខ0បាទពី0ដល់9ចឹងហើយលេខ10ប៉ុន្តែលេខ10ហ្នឹងគឺវាមិនសេលេខ10ទេគឺវាទៅសេអក្សរ A បាទ B A តូចក៏បាន B តូចក៏បានដែរ C D E F បាទរហូតដល់លេខ15អញ្ចឹងពី0ដល់ F បាទចឹងហ្នឹងគឺមាន16លេខអូខេអញ្ចឹងអ្នកនរគ្នាអាចយល់បានហើយណាបាទអូខេអញ្ចឹងនៅក្នុង Python របស់យើងលេខទាំងអស់ហ្នឹងគឺ Python វាចាត់ទុកជាលេខដូចលេខធម្មតាអញ្ចឹងនៅពេលដែលយើងប្រើវាអញ្ចឹងណាគាត់ថាខុសពីប្រព័ន្ធកូដ10គឺវាមាននិមិត្តសញ្ញាសម្គាល់ហើយប្រព័ន្ធកូដ10គឺយើងអត់ចាំបាច់ដាក់និមិត្តសញ្ញាសម្គាល់អីទេគឺវាប្រើនឹងទូទៅដូចគ្នាគឺ default វាប្រព័ន្ធកូដ10អញ្ចឹងណាអូខេឥឡូវឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានលេខប្រព័ន្ធកូដ10យើងចង់បំលែងលេខហ្នឹងទៅប្រព័ន្ធ copy ទៅតែយើងប្រើ function អីអូខេអញ្ចឹងប្រព័ន្ធ copy អង់គ្លេសហៅថា binary ហើយជាទូទៅប្រព័ន្ធ copy នេះគឺយើងប្រើជាមួយម៉ាស៊ីនបាទកុំព្យូទ័រយើងវាប្រើប្រព័ន្ធ copy ជាមួយនឹងម៉ាស៊ីនហ្នឹងណាបាទហើយ octa នេះគឺប្រព័ន្ធកូដ8 hex នេះគឺ hexadecimal ប្រព័ន្ធកូដ16ហើយចំពោះប្រព័ន្ធកូដ10នេះគេហៅថា decimal បាទនេះប្រព័ន្ធកូដ10យើងប្រើណាបាទអូខេអញ្ចឹងក្នុងករណីដែលយើងទៅសេប្រព័ន្ធកូដណាមួយយើងចង់បំលែងប្រព័ន្ធកូដ10ទៅប្រព័ន្ធកូដ2កូដ8កូដ16គឺយើងប្រើ function 3នេះអានេះបំលែងទៅប្រព័ន្ធកូដ2នេះកូដ8អានេះកូដ16ហើយនៅក្នុងករណីដែលយើងចង់បំលែងប្រព័ន្ធកូដ2មកកូដ10វិញអាហ្នឹងគឺ Python វាបំលែងឲ្យយើងអូតូឲ្យយើងមិនទៅធ្វើអីយើងទៅសេប្រព័ន្ធកូដ2 assign ទៅ variable ទៅនៅពេលដែលយើង print variable ហ្នឹងចេញមកវានឹងបំលែងប្រព័ន្ធកូដ2ហ្នឹងទៅប្រព័ន្ធកូដ10អីចឹងណាអូខេហើយចំពោះនិមិត្តសញ្ញាសម្គាល់វិញលេខប្រព័ន្ធកូដ2គឺវាផ្ដើមដោយ 0B ប្រព័ន្ធកូដ8គឺផ្ដើមដោយ0O ពួកយើងមើលលេខនេះលេខច្រឡំនេះលេខ0នេះ O ប្រព័ន្ធកូដ16គឺផ្ដើមដោយ0X អូខេឥឡូវអាហ្នឹងគឺជាអ្វីដែលយើងត្រូវចំណាំយើងកលេចមើលឧទាហរណ៍តិចទៅដើម្បីយើងយល់ច្បាស់ឧទាហរណ៍ថាខ្ញុំមានលេខ1គឺជាប្រព័ន្ធកូដ10ខ្ញុំ assign លេខ3ឲ្យវាអញ្ចឹងសំណួរសួរថាតើលេខ3នេះនៅប្រព័ន្ធកូដ10នៅក្នុងប្រព័ន្ធកូដ2វាស្មើប៉ុន្មានហើយប្រព័ន្ធកូដ8ស្មើប៉ុន្មានប្រព័ន្ធកូដ16វាស្មើប៉ុន្មានអូខេបាទអញ្ចឹងបើសិនអ្នកគ្នាធ្លាប់រៀនវាហើយវាស្រួលទេយើងអាចបំលែងវាទៅតាមគណិតវិទ្យាដែលយើងរៀនអញ្ចឹងណាប៉ុន្តែខ្ញុំអត់បញ្យល់នេះយើងពីវិធីបំលែងវាទេដោយសារខ្ញុំចង់ភ្លេចអស់ដែរប៉ុន្តែ Python វាមាន function ដើម្បីបំលែងគឺយើងប្រើ bin នេះបាទហើយយើងដាក់លេខនឹងចូលមកវានឹងបំលែងអ្នកហ្នឹងទៅប្រព័ន្ធកូដ2ឯងអូខេតោះឥឡូវយើងសាកនៅក្នុងកូដតិចទៅដើម្បីយើងយល់ច្បាស់ឥឡូវខ្ញុំបង្កើតឧទាហរណ៍9មួយហើយខ្ញុំតាំងណាមួយណាបាទស្មើលេខប៉ុន្មានក៏បានដែរថាស្មើ3អញ្ចឹងបើសិនជាអ្នកនរអគ្នា print ណាំហ្នឹងគឺវាប្រកាសជាចេញលេខ3ធម្មតាហើយបាទនេះអូខេខ្ញុំ select ទីសិនអូខេខ្ញុំ run សម័យអូខេនេះយើងឃើញលេខ3ធម្មតាដោយសារវាប្រើប្រព័ន្ធកូដ10ធម្មតាណាប៉ុន្តែបើអ្នកនរគ្នាបំលែងវាមកប្រព័ន្ធកូដ2អញ្ចឹងប្រព័ន្ធកូដ2នេះខ្ញុំដាក់ជាបាញទៅហើយខ្ញុំបោះណាមនឹងចូលអញ្ចឹងបើសិនជាលេខ3នៅប្រព័ន្ធកូដ2ហ្នឹងគឺវាអត់មានលេខ3ទេគឺមានតែ0101អញ្ចឹងបើសិនជាយើងអាសាលេខ3ឲ្យវាតើវាស្មើប៉ុន្មាននេះយើងឃើញគឺវាស្មើ11អា 0B ខាងមុខនេះអ្នកនរគ្នា ignore វាចោលទៅវាគ្រាន់និមិត្តសញ្ញាដើម្បីបញ្ជាក់ថានឹងជា binary ទេអូខេបើអ្នកនរគ្នាចង់បំលែងលេខហ្នឹងទៅប្រព័ន្ធកូដ8យើងប្រើ octa ទេបាទហើយប្រព័ន្ធកូដ8មានលេខ3ដែរអញ្ចឹងអ្នកនរគ្នារ៉ានទៅគឺវាស្មើ3ដូចគ្នាប៉ុន្តែគាត់ថាវាផ្ដើមដោយ0O វិញគឺលេខប្រព័ន្ធកូដ8ណាបាទឥឡូវឧទាហរណ៍ថាអ្នកនរគ្នាដាក់លេខ9ចោះអញ្ចឹងប្រព័ន្ធកូដ8នេះវាអត់មានលេខ9ទេអញ្ចឹងដល់ពេលដែលវាដល់លេខ9ហ្នឹងវាស្មើប្រមាណវិញអូខេបាទអញ្ចឹងយើងរ៉ានមកនេះគឺវាស្មើ11អូខេនៅ function មួយទៀតចុងក្រោយគឺប្រព័ន្ធកូដ16យើងអាចប្រើ function hex ទៅយើងបំលែងលេខហ្នឹងមកប្រព័ន្ធកូដ16អូខេបាទអញ្ចឹងប្រព័ន្ធកូដ16វាមានលេខ9ហើយអញ្ចឹងវាចេញ9ប៉ុន្តែបើយើងដាក់លេខ10ឧទាហរណ៍ណា
Chứ một con cô đọc mùi ní vì đừng chơi nhà sò A bà lấy dương style nó bà chẳng đọc đọc pi đọc bay đọc buôn chẳng tới bà là đặt đọc hàm tới vì tầm đọc hàm nữa ấy cứ sò A đọc cái đó đọc vào mũi cứ vì bà có chỉ trình lịch đọc bà nhé thế bà lấy cho mình nhầm ràng máu nị dương khơi nhé bà ok chẳng anh ấy cứ vị thi bùm lại bà bọn cô đọc tới bà bọn cô xem ok lấy thân cạn này mũi tiết đờ dương mơ cảnh ní bà sân chỉ nào khi trong pra lấy bà bọn cô pi gồm bảy nó không ra mòn món cứ dương ai tự xe việc bán thì đợi làm lời xin nhà đấy để vì bị chạy bà bọn cô lần tới lấy nhưng mà tì họ nè bà lấy ní nhưng mà trong đã bà bọn cô đọc chỗ này nhưng trong đọc bà bọn cô pi châu mà nó ok bà đọc đi trong bà cả bà bỏ muối store lấy bà bọn cô pi anh ấy cái dân tan đổi soul bì mất cứ màn rỉ tao mới dân được xe lấy ta lấy màn hay bà bọn cô pi cái mình ta lấy muối lì số nó nè có tiêu họ thang trong đơn thang lấy đậm muối mà mán cứ giờ xe lấy đậm muối đấy chẳng lấy đậm muối của bà bọn cô pi hay mà mán đi bà bọn cô đó ok dân ai print làm được nó trên được đây là dân print ném dân start này cứ mà lại bày cứ biết làm lại tới bà bọn cô đọc dân ô tô tại ok bà hay cái này nó được kia đấy bên nào đi chọn sang bà bọn cô đọc vào mũi dân bà x bà son x bà bọn cô 7 son o bà ok chẳng sân khâm đạo đi vô lại nữa nè chẳng bà sân chia cụ có đòi bà ca cam thi mùi đại bồng lại lấy bà bọn cô đọc từ bà bọn cô xem ok đánh cứ sủa lại phải tháo nên miền phang sân tại thằng họ hay chẳng nè bà dân bài từng cô xây code cho rồi một đây tam có bây giờ của bạn này ok lấy dương to từ tiệt tới miên chỉ nói mới tiết chụp phun lấy ní còn những ai bộ màn này ở đây thì họ thanh đọc này vô đọc đi bộ cô phí bộ một đọc đi bộ cô phí với mà chẳng nè ok ở đây thì họ chỉ nhóm biên lấy muối nhưng mà đã đo lấy đọc thế bộ viêm bạc kịch nhưng mà thang nhóm biên bộ cô pi muối nhóm tang thì a đấy là theo ấy anh ấy bì hay nhầm đặt bộ cô pi dương ta đã test mà mùi chẳng ngờ nhầm vô pi nó bông chuột nè chẳng ngờ chùm lõi nhỏ ní mà thì khó này bà nhầm ràn nó nó đi ti mà cứ mà pi cứ tra cái được sai bộ cô pi muối này muối bột chuột này tới vía bồng lại từ bộ cô đó cứ mà pi bên tay bà sinh nào đi trong khơi nó bột chuột này tới nó bộ cô pi rồi đấy nhưng ai phơi trẻ nhưng ai phơi pin đấy bà pin máu hay dân đại một pi chẳng này nhưng ràn cho mất đi cứ smart đọc chẳng mỗi bộ mỗi cứ smart đọc nào hiện đại bộ layer và bọn copy đứng này ok ok chẳng và bọn copy bộ số ní các bạn nhưng anh vô bọn mảng bộ mảng các bạn này cứ Python viên được bộ ở dương tam là ngay ok bạn chắc nó cứ cạn này 10 tiền hai chụp bộ trở lại 10 tiền ấy cứ nhom màn bây giờ một lần đấy nếu bây giờ dùng print lấy các bài này rồi có ô ní cứ viên nó mồm lại tới chỉ bộ bọn copy nó bộ bọn code đọc ô tô ấy thì khó này bạn này thì họ một nâng bánh nhầm lục cháo bởi sân dân trong đăng và bọn copy này rồi đọc mùi mà màn ok chứ như xe ô bì máu sân tốt son bí mà rồi đọc muối ok chứ nhưng còn là print trong máu viên nó mồm lại lên nó tới và bọn cô đọc cái smart pal ok bạn chẳng cứ hai chẳng được khăn cho nói ní nhầm biên tập bàn năng tế nhầm đại năng tập một phía tế hay một phía nắng cứ dân về people cô mùi chẳng hết bàn tay đương nhiên bật chạy nào này chứ cho nói ní cứ bật hai dân pra cho mùi nâng bộ chạy slide nhưng bật hạt cam thi rồi bật hạt website ấy cứ có mò khơi pra bàn tay còn thà dân chỉ điều lọc hơi dân tại vô vì concept nâng này chẳng hết pe khác với ai pra nơi một cái chia thông gì nâng tiến về đại dân hiện đó machine learning rồi gọi ấy ok chẳng là nâng cứ về ngày tiền chẳng bật sinh nào đi còn là vô với tập mùi web rồi có bậc hạt cam thì tế cứ gồm rõ chuột tại bậc hà là và thông trên năng tiết ai được pra ok bạn chẳng dân chuột này được việc cài tiết đại dân dòng phí